របៀបសង្កេតមើលភាពខុសគ្នារវាងត្រីសាល់ម៉ុននិងត្រីត្រោតទោះបីត្រីទាំងពីរនេះស្ថិតក្នុងអំបូរតែមួយក៏ដោយប៉ុន្តែចំណុចដែលខុសគ្នាបន្តិចបន្តួចយើងអាចសង្កេតមើលឃើញទី1គឺត្រីសាល់ម៉ុនគឺមានទំហំធំជាងហើយមានប្រវែងវែងជាងចំណែកត្រីត្រោតគឺមានទំហំតូចហើយខ្លីជាងហើយចំណុចក្បាលរបស់ត្រីសាល់ម៉ុនគឺមានសភាពស្រួចចំណែកឯត្រីត្រោតគឺមានក្បាលរាងមូលចំពោះស្បែករបស់ត្រីសាល់ម៉ុនគឺមានពណ៌ប្រាក់ភ្លឺរលោងហើយមានអុចខ្មៅនៅខាងខ្នងចំណែកស្បែកត្រីត្រោតគឺមានអុចធំស្ទើរតែពេញរាងកាយហើយចំពោះសាច់ខាងក្នុងគឺសាច់ត្រីសាល់ម៉ុនគឺមានសភាពពណ៌ទឹកក្រូចចាស់ហើយមានឆ្នូតសដែលជាខ្លាញ់នោះគឺដិតហើយធំចំណែកឯត្រីត្រោតគឺមានសភាពពណ៌ទឹកក្រូចជាងខ្ចីហើយឆ្នូតសដែលជាខ្លាញ់នោះគឺឆ្មាអរគុណសម្រាប់ទស្សនាវីដេអូមួយនេះហើយបងប្អូនអាចចែកបន្តបើឲ្យបងប្អូនខ្លះទៀតគាត់អត់ដឹងថាត្រីពពីទាំងពីរនេះខុសគ្នាយ៉ាងម៉េចអញ្ចឹងណាទៅគាត់ទៅទិញអញ្ចឹងគាត់អាចដឹងថាត្រីមួយណាត្រីសាល់ម៉ុនត្រីមួយណាត្រីត្រោត